បងផ្ដាច់ស្នាchọc chân nè. Chạm tay cho rồi hai. Chạm tay na. Hai nỡ bỏ ra đây. Prap hai ở chạm tay. Chọc chân anh nè. Tạm ở plate đi rồi hai. Nơi chọc chân nè, chọc lên hi. Đang chọc chậm bàn bà bằng anh nét chậm ăn được vòn môi. Chọc sân. Đánh mà. Cầm rôn. Cầm rôn. Chọn đôi tả kia nè. Chọc về bác. Tôi xoắn giá đó. Cầm rôn. Là xiêm. Chọc sân. Chọc về bác. Chọc bác. Còn dọn đi. Cùng một hai. Nè. Chọc sân. Nè. Chọn đôi tả. Chọc về bác. Nè. Bọn cu mất ôn ai thì mới đây. Chụp sân. Rajani, kia xong bằng anh tách nè. Chọc sân bằng cha. Hai cho miên cãi Rajani. Cứ nhầm xong bằng cha rừng mùi. Nhầm đăng thạp bằng cha bà có cho anh vợ ban. Miên ở vậy khá. Đạo ní bằng hai bóng bà để sạch nữa. Ca nghe ấy có đau ý. Ôi tại anh sợ bài chết đấy. Bọn vợ ban thật tự áp nâng. Nhầm cắt hai. Thả bằng cha. Bà có cho anh bà cả ban. Bà cả ban nè. Cha. Cơ nâng hai. Bằng cha. Lợn nè. Cơ mình khó tê. Nè. Cơ chia sầm bát. Sầm bát đây. Sầm bát ấy tại ôn ní. Hay sầm bát ní miên ấy bẹ con ở bọng đáy. Cứ bẹ con cho mình nâng bò rạ đá. Mình mệt bóng cha tí. Bò rạ đá này tên nụ sram. Cầm bông tờ mơ xịp hơi. Châm thà. Tộc sầm bọt này sân tay ấy. Nè xâm lạnh. Khní tư tục từng phần á. Ok, tôi cho xâm lạnh. Bò rạ đá. Con mình sao trái nâng nhông. Tớ trời bằng bóng cha bạp nè. Pro chỉ ca chăm bạch bạch cha ra mất xâm lạnh rồi bác nhông. Bóng cha chia xâm lạnh cho bác bóng rạch đá. Phơ ca nè. Áo cha ra bánh tay ta nè. Chắc tốt tha. Bóng dơ nhông chỉ bóng xâm lạnh bóng tay chớ. Hai tia rừng vòn bị bóng rạch đá phong. Ná nè tôi cho tay. Bạn đã xong lại hai nhá. Kênh coi tâm là anh thế nữa. Tăng. Băng chát. Mình cái đây cho ní. Băng rạ đá tên là hai. Kita tutup teng main balai. Mirip aja.
សន្យានេះអ្វីដែលអូនឯងរៀនបានប្រហែលឆ្នាំមកហ៎ចេះតែប៉ុណ្្នឹងទេហ៎ពុទ្ធអើយសុកក៏ចេះធ្វើមិនដើកការរៀនរបស់ឯងនេះហ៎វាដល់កំពូលហើយមែនទេបានជាឯងបំបែកឯកតកម្មបែរមកជំនាញផ្សេងទៅវិញហ៎បងមកគួរឲ្យជឿសោះនេះណែយកទៅឲ្យម្ចាស់ដើមវិញចុះហើយបងសុំឆ្លើយប្រាប់ថាបងមិនស្វាគមន៍ទេចំពោះការងារដែលនាងមានដៅធ្វើនៅពេលនេះនាងមានដៅគេឬមួយក៏មិនពិតដែលផុសតាំងនេះនៅចំពោះមុខបែបនេះហ៎រឿងព្រមមីខិតបងផ្ដាច់ស្នាសុំតផងដែលធ្វើឲ្យបងរដាមិនសប្បាយចិត្តខ្ញុំយកទៅឲ្យរាជនីវិញក៏បានដែររាជនីនេះអូនឯងនិយាយយ៉ាងម៉េចនឹងសន្យាហ៎ហេតុអីក៏ទៅពាក់ព័ន្ធជាមួយនឹងរាជនីតកើតព្រោះថាអ្នកសរសេរនេះជាអ្នកនាងចរិយានេះជាការសារភាពឲ្យប្រកបណាស់នេះតែក៏ជាមិត្តភក្តិរបស់អូនរាជនីនឹងហើយតើរាជនីពឹងឲ្យខ្ញុំយកមកឲ្យជាតំណាងជាមេបាទេហើយក៏ទាញបងប្រុសរបស់ឯងនេះឲ្យទៅធ្លាក់នៅក្នុងនរកអញ្ចឹងហ៎អ្នកណាម្នាក់ក៏ត្រូវការជួបតែក៏ត្រូវមានពេលវេលាមួយគួរដែលត្រូវទទួលមិនមែននៅពេលនេះទេព្រោះបងកំពុងតែសិក្សាឈប់សិនណែបងនិយាយមិនតាន់ចប់ទេណាហើយក៏សូមផ្ដាំតារាជនីផងហើយបើគេនៅចិត្តនេះណាក៏ស្ដាប់ឲ្យលឺឲ្យហើយទៅរឿងបែបនេះបងមិនត្រូវការជំនួយការនោះទេគឺវាត្រូវកើតឡើងដោយសារតែការពេញចិត្តដោយមិនចាំបាច់អ្នកណាម្នាក់ធ្វើជាស្ពាននោះទេស្ដាប់ហើយអត់ចេះគិតផងខ្ញុំលើតែទាំងអស់ហ្នឹងបាច់ទាំងក្របអីណាស់ណាទៅជាមនុស្សប្រុសសោះចាច់ធ្វើបេះដូងឲ្យទៅជាថ្មទៅកើតធ្វើមកតែខ្លួនហ្នឹងចុះមកពីឋានលើអញ្ចឹងបងក៏អញ្ចឹងដែរការងារប៉ុណ្ណឹងសោះហ្នឹងក៏ជួយប្អូនមិនបានដែរបងពាក់អីធំដុំទៅថ្ងៃមុខទៅតើសង្ឃឹមបានដែរឬក៏អត់នេះសង្ឃឹមបានណារាជនីបងធានីតែមិនមែនជារឿងអញ្ចឹងទេពួកយើងមិនគួរធ្វើរឿងដែលប៉ះពាល់ដល់អារម្មណ៍បងរ៉ាដាទេម្យ៉ាងវាគឺជារឿងផ្ទាល់ខ្លួនរបស់ចរិយាផងគេគួរតែសួរខ្លួនឯងមិនមែនយើងនោះទេបងស្ដាយណាស់សម្រាប់ថ្ងៃនេះសុកក៏ត្រូវបងរ៉ាដាលុតឲ្យយ៉ាងចាស់ដៃតែម្ដងអត់តែបានហើយយើងណាឈប់ឆ្លោះគ្នាដើម្បីអ្នកដទៃទៀតទៅបែរមកជួយកាត់គ្នាវិញថាតើយើងគួររកវិធីណាដើម្បីធ្វើឲ្យបងរ៉ាដាទៅចាក់ចិត្តវិញនោះចេះធ្វើខ្លួនធ្វើមកតែខ្លួនឯងនឹងជាខ្ទើយបាត់ដោយសារស្នេហាសម្បត្តិមនុស្សស្រីពួកគេយ៉ាងម៉េចអញ្ចឹងអត់ដឹងដែរពួកយើងនៅកន្លែងនេះទេតែឯងយល់ដែរអត់ណាកូននាំគ្នាញ៉ាំទេថ្ងៃនេះសុទ្ធតែម្ហូបឆ្ងាញ់ដែលពួកកូនចូលចិត្តណាណែអូនប្រាប់កូនឲ្យបានដឹងផងណាថានេះមិនមែនជាស្នាដៃរបស់អូនទេគឺជាស្នាដៃរបស់ម៉ែដោះទេណា
ដើម្បីឲ្យគាត់មានមុខមានមាត់ផង មិនដឹងជាស្អីទេបងនេះខ្ញុំមិនទាន់បាននិយាយចប់ផងហ្នឹង លោកស្រីក៏ចូលរួមចំណែកដែរលោកប្រុសមិនមែនមានតែខ្ញុំម្នាក់ឯងណា អ្នកមកក៏បានម៉ែដងក៏មិនអីដែរព្រោះថាម្ហូបទាំងអស់នេះខ្ញុំទទួលទានបានទាំងអស់ហ្នឹងលោកប៉ាអញ្ជើញអ្នកមកសូមអញ្ជើញ ស្រុនឆាប់ដូរបាយឲ្យលោកប្រុសនិងលោកស្រីទៅ ចាម៉ែដោះ បងសិនតើឲ្យខ្ញុំធ្វើតួនាទីនេះជំនួសបងចត់ណា ចាអ្នកនាងសំចេញអ្នកនាង អរគុណសំចេញប៉ែ អរគុណកូន បងដែរហើយចាន់មកខ្ញុំដូរឲ្យថ្ងៃនេះហ៎ញ៉ាំឲ្យច្រើនទៅព្រោះអីបងណាគិតច្រើនដល់ហើយណែរាជនីបងដូរឲ្យមក អរគុណបងសន្យាបងនេះម្ហូបដែលបងចូលចិត្តណាបងញ៉ាំឲ្យច្រើនទៅនេះខ្ញុំធ្វើឲ្យទៀតញ៉ាំទៀតទេនេះហត់នេះ ហើយចុះបងដាមានញ៉ាំបាយផ្ញើចរិយាទេមិនបានជាបងដាធ្វើទឹកមុខអាក្រក់ថ្លើមខ្មៅអីបែបនេះចរិយាណាគេខំមានទឹកចិត្តព្រោះគេគិតថាបងដាជាទេវបុត្រនៅក្នុងបេះដូងរបស់គេសុកក៏មានស្រីស្អាតបាក់បេះដូងមនុស្សប្រុសសម័យនេះណាសំណាងមែនតើពិសេសគឺបងដារបស់ខ្ញុំនេះ ណែនេះឯងសប្បាយខ្លាំងណាស់មែនទេហ៎ រៀងព្រមលីខិតបងផ្ដាច់ស្នា